អាណត្តិទី2របស់លោក Donald Trump គឺចាប់ផ្ដើមតាំងពីថ្ងៃទី21បាទថ្ងៃទី21ខែមករាឆ្នាំ2025បាទនេះគឺជាអាណត្តិទី2ដែលលោក Donald Trump មកចូលមកកាន់អំណាចហើយនៅក្នុងនោះយើងសង្កេតឃើញថាគណៈរដ្ឋមន្ត្រីរបស់លោក Donald Trump មន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋបាលរបស់លោក Donald Trump សុទ្ធសឹងតែជាមហាសេដ្ឋីបាទភាគច្រើនគឺជាមហាសេដ្ឋីហើយនឹងអ្នកដែលគ្រប់គ្រងចេញលុយចេញកាក់នៅក្នុងយុទ្ធនាការជួយក្នុងការរៀបចំយុទ្ធនាការបោះឆ្នោតរបស់លោកនៅពេលដែលជាប់ទៅដូច្នេះទេពួកគាត់បានចូលបានកាន់តួនាទីធំនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក Donald Trump មែនទែនខ្ញុំបានតាមដាននៅសមាជិកភាពរបស់គណៈរដ្ឋមន្ត្រីរបស់លោកខ្ញុំធ្លាប់រាយការណ៍ពី28បាទសមាជិកភាពអ្នកសំខាន់នៅក្នុងរដ្ឋបាលរបស់លោក Donald Trump នោះហើយមើលទៅឃើញសុទ្ធសឹងតែជាអ្នកមានលុយពាណិជ្ជករស្ថិបច្ចេកវិទ្យាហើយនឹងអ្នកដែលតាមគ្រប់គ្រងរបស់លោក Donald Trump ហើយបើនិយាយអំពីបទពិសោធន៍ពីសមត្ថភាពវិញរដ្ឋមន្ត្រីមួយចំនួនថ្នាក់ដឹកនាំមួយចំនួននៅក្នុងគណៈរដ្ឋបាលរបស់លោកនោះគឺហាក់បីដូចជាមិនមានសមត្ថភាពបាទមិនមានប្រវត្តិការងារបានល្អហើយនឹងមានសមត្ថភាពក្នុងការដឹកនាំទេឧទាហរណ៍ដូចជាលោក Pete Hegseth បាទខ្ញុំលើកឡើងពីលោក Pete Hegseth ដែលនៅក្នុងការមុនចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសង្គ្រាមរបស់សហរដ្ឋអាមេរិកនោះគឺខាងរដ្ឋសភាព្រឹទ្ធសភារបស់អាមេរិកបានសួរដេញដោលលោកគាត់ទៅសួរថាតើអាស៊ាននៅតាណាគាត់ស្គាល់ផងបាទប្រទេសអាស៊ានគេខ្លះគាត់ទៅបែរជាឆ្លើយគេសួរអត់ថាដែលហាក់បីដូចជាអត់ដឹងអត់ចង់ឆ្លើយប៉ុន្តែគេសួរដេញដោលទៅពេលគាត់ឆ្លើយទៅជាកូរ៉េទៅជាជប៉ុនណានោះវិញបាទដូច្នេះខ្លាយកាន់ជាការងារជារដ្ឋមន្ត្រីមួយដែលគ្រប់គ្រងនៅសន្តិសុខពិភពលោកហើយមិនដឹងថាអាស៊ាននឹងនៅតាណាខ្លះមានប្រទេសអីខ្លះផងបាទនេះគឺជារឿងមួយដែលខ្ញុំតែងតែបានវិភាគឲ្យនឹងរិះគន់តាំងពីជំហានដំបូងម្លេះដូច្នេះនៅក្នុងអាណត្តិទី2របស់លោកដែលចាប់ផ្ដើមការងារនេះយើងឃើញថានៅក្នុងរដ្ឋបាលលោក Donald Trump មានបញ្ហាជាច្រើនជាពិសេសគឺការលាលែងចេញពីតំណែងមានអ្នកខ្លះលាលែងហើយមានអ្នកខ្លះត្រូវលោក Donald Trump ហើយនឹងរដ្ឋមន្ត្រីបាទតាមក្រសួងស្ថាប័នមួយចំនួនបណ្ដេញចេញតែម្ដងបាទនៅក្នុងនោះយើងឃើញថាមានលោកស្រី Lori Chavez de Rimmer ដែលគាត់បានលាលែងហើយគាត់បានលាលែងកាលពីថ្ងៃទីគាត់គឺជារដ្ឋមន្ត្រីក្រសួងកាងាររបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋបាលលោក Donald Trump ហើយគាត់បានលាលែងនៅខែមេសាឆ្នាំ2026បាទហើយនេះគឺជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលលោក Donald Trump ទី2គឺលោកស្រី Kristi Noem បាទ Kristi Noem គឺជារដ្ឋមន្ត្រីក្រសួងសន្តិសុខផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកបាទតែគាត់បានលាលែងកាលពីប្រហែលខែមុននេះហើយទី3គឺលោកស្រី Pom Bondi បាទ Pom Bondi នេះគឺជាអគ្គបរិយាញ្ញាសហព័ន្ធរបស់សហរដ្ឋអាមេរិកតែម្ដងបាទទូនាទីសំខាន់ណាស់ហើយលោកស្រីបានលាលែងប្រហែលខែមុននេះដែរតែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតគឺលោក John C. Pillen បាទ John C. Pillen នេះគឺជាគេប្រើ Secretary of Navy បាទបើបកន័យចំគឺជារដ្ឋមន្ត្រីក្រសួងកងទ័ពជើងទឹកបាទប៉ុន្តែខ្ញុំគិតថាមិនមែនជារដ្ឋមន្ត្រីទេព្រោះបីប្រើពាក្យថា Secretary ដូចជារដ្ឋមន្ត្រីដែរប៉ុន្តែគាត់នៅចំណោះឲ្យក្រសួងគេហៅថាក្រសួងសង្គ្រាមរបស់សហរដ្ឋអាមេរិកដែលមានរដ្ឋមន្ត្រីប្រមុខដឹកនាំនោះគឺលោក Pete Hegseth បាទដែលជារដ្ឋមន្ត្រីក្រសួងសង្គ្រាមរបស់សហរដ្ឋអាមេរិកដូច្នេះគេគាត់នៅក្រោមលោក Pete Hegseth ខ្ញុំអាចហៅថាទូនីតិរបស់លោកគឺលោក John C. Pillen នេះដែលទឹកនឹងបណ្ដេញចេញមែនទេនោះបណ្ដេញចេញកាលពីម្សិលមិញបាទថ្ងៃពុធទី22ខែមេសា2026គឺបណ្ដេញចេញភ្លាមឲ្យចេញពីតំណែងភ្លាមតែម្ដងបាទ immediate fire ហើយលោក John C. Pillen នេះអ្វីដែលខ្ញុំយល់គឺគាត់ជាអគ្គបញ្ជាការទេប្រើពាក្យ Secretary មែនប៉ុន្តែគាត់ជាអគ្គបញ្ជាការកងទ័ពជើងទឹកបាទរបស់សហរដ្ឋអាមេរិកដែលជាតួនាទីមួយដ៏សំខាន់របស់សហរដ្ឋអាមេរិកពីព្រោះសហរដ្ឋអាមេរិកបង្កើតសង្គ្រាមមិនមែនផ្ទៃក្នុងអាមេរិកទេបង្កើតសង្គ្រាមគឺនៅបណ្ដាប្រទេសផ្សេងៗនៅអន្តរជាតិឧទាហរណ៍ដូចជានៅមជ្ឈមបូព៌ាដូច្នេះទេនៅឆ្ងាយប្រមាណជាង 11000 គីឡូឯណោះពីសហរដ្ឋអាមេរិកមកមជ្ឈមបូព៌ានេះមកបង្កើតសង្គ្រាមជាមួយនឹងអ៊ីរ៉ង់ដូច្នេះអ្វីដែលសំខាន់នោះគឺកងទ័ពជើងទឹកនេះតែម្ដងបាទទាំងគេហៅថានាវាផ្ទុកជនហោះទាំង
កងម៉ារីនស្អីទាំងអស់បាទគឺនៅក្រោមអគ្គបញ្ជាការកងទ័ពជើងទឹកនេះហើយដែលមានដើរតួសំខាន់ណាជាពិសេសគឺក្នុងដំណាក់កាលកំពុងតែប្រយុទ្ធគ្នាជាមួយនឹងអ៊ីរ៉ង់នេះបាទអញ្ចឹងលោកចនស៊ីផេឡាន់នេះគឺត្រូវបានបណ្ដេញចេញហើយដោយមានការឯកភាពពីលោកដូណាល់ត្រាំហើយនិងលោកផេតហេសិតហើយអ្នកនាំពាក្យរបស់ក្រសួងសង្គ្រាមរបស់សហរដ្ឋអាមេរិកបានជូនពរលោកបានបញ្ជាក់អំពីការបណ្ដេញចេញដោយបន្ទាន់ immediate តែម្ដងបាទ immediate resign តែម្ដងហើយមូលហេតុមួយចំនួនគឺមិនត្រូវបានបញ្ជាក់ទេបាទមិនបានបញ្ជាក់ទេតែអ្វីដែលតាមសារព័ត៌មានដែលខ្ញុំអានដោយសារព័ត៌មាន CBS និងព័ត៌មានធំរបស់សហរដ្ឋអាមេរិកនោះគឺលោកអាចមានបញ្ហាពីរធំបញ្ហាទី1គឺពាក់ព័ន្ធទៅនឹងលោកមានពាក់ព័ន្ធជាមួយនឹងគេហៅថាផែនការរបស់ Jeffrey Epstein នេះបងប្អូនធ្លាប់តាមដានព័ត៌មាននៅអាមេរិកគឺជាព័ត៌មានមួយដ៏អាស្រូវនៅសហរដ្ឋអាមេរិកជាពិសេសក៏មានពាក់ព័ន្ធទៅនឹងលោក Donald Trump ផងដែរ Jeffrey Epstein នេះគឺជាអ្នកមានមួយបាទជាអ្នកមានទ្រព្យធនមួយរបស់សហរដ្ឋអាមេរិកហើយលោកបង្កើតនៅគម្រោងមួយចំនួនបាទក្នុងការគៀងគោអ្នកនយោបាយអ្នកល្បីទាំងអ្នកសិល្បៈអ្នកនយោបាយធំរបស់សហរដ្ឋអាមេរិកនាំស្រីឲ្យថ្នាក់ដឹកនាំអ្នកនយោបាយនិងអ្នកមានអ្នកល្បីតារាផ្សេងនៅសហរដ្ឋអាមេរិកគឺលោក Jeffrey Epstein នេះបាទហើយនេះគឺជារឿងអាស្រូវមួយក្នុងនោះរួមមានទាំងលោក Donald Trump ផងដែរបាទនៅក្នុងសារព័ត៌មានកន្លងមកនេះហើយលោកJohn C. Palin នេះបាទថាធ្លាប់មានពាក់ព័ន្ធតែប្រហែលឆ្នាំមុនហ្នឹងគឺបានចូលរួមដែរនៅក្នុងគម្រោងនេះមានន័យថាចូលតាក់ទងជាមួយនឹងរឿងគេហៅថាជួញដូរផ្លូវភេទបាទនាំស្រីក្មេងៗស្អាតអីចឹងឲ្យអ្នកមានអំណាចឲ្យអ្នកល្បីតារាល្បីអ្នកនយោបាយល្បីលាក់ហើយនៅពេលដែលរឿងនេះបែកធ្លាយលោក Jeffrey Epstein នេះត្រូវបានចាប់ខ្លួនបាទកាលចាប់ខ្លួនដើម្បីចូលសវនកម្មកាត់ទោសនៅឆ្នាំ2019ហើយប៉ុន្តែនៅពេលដែលឃុំខ្លួនរបស់លោករងចាំកាត់ទោសនៅឆ្នាំ2019នោះគឺលោកត្រូវបានគេសម្លាប់បាទត្រូវបានសម្លាប់នៅក្នុងគុកតែម្ដងមុនពេលដែលយុទ្ធកាត់ក្តីសួរចម្លើយដូច្នេះរឿងនេះគឺជារឿងរសើបហើយនឹងប៉ះពាល់ទៅដល់ថ្នាក់ដឹកនាំអ្នកនយោបាយធំរួមទាំងលោក Donald Trump ផងដែរដូច្នេះទេនៅក្នុងសារព័ត៌មានខ្លះថាលោកហ្នឹងដោយសារការបណ្ដេញចេញដោយសារតែលោក John C. Palin ហ្នឹងបានពាក់ព័ន្ធទៅនឹងគម្រោង Jeffrey Epstein ហ្នឹងបាទប៉ុន្តែជាការវិភាគនៅក្នុងដំណាក់កាលនេះបើសិនជាមានករណីនេះកើតឡើងគួរតែបណ្ដេញចេញយូរហើយមិនមែនបណ្ដេញចេញក្នុងដំណាក់កាលនេះទេអញ្ចឹងនៅតាមសារព័ត៌មានខ្លះហើយក៏ដូចជាការគិតរបស់ខ្ញុំគឺថាលោកJohn C. Palin នេះបាទគឺគាត់មិនមានន័យថាការងារមិនសង់តង់ជាមួយនៅរដ្ឋបាលលោក Donald Trump ទេមានការលើកឡើងនៅសារព័ត៌មានមួយចំនួនថាលោកធ្វើការដូចជាអ្នកបម្រើអ្នកទទួលបញ្ជារបស់លោក Pete Hegseth ចឹងការងារខ្លះដែលលោកមិនអាចធ្វើការងារគ្រប់គ្រងដោយខ្លួនឯងធ្វើការសម្រេចចិត្តដោយខ្លួនឯងទេអ្វីដែលលោកគិតថាត្រូវហើយក៏លោកមិនអាចអនុវត្តបានដែរគឺត្រូវតែស្ដាប់បញ្ជារបស់លោក Pete Hegseth ដែលជារដ្ឋមន្ត្រីក្រសួងសង្គ្រាមរបស់សហរដ្ឋអាមេរិកអញ្ចឹងលោកខ្លាយទៅជាអ្នកគេហៅថា follower អ្នកដែលតាមបទបញ្ជាស្របតាមបទបញ្ជាគេរហូតដូច្នេះលោកមិនសប្បាយចិត្តទេលោកថាធ្វើជាអគ្គបញ្ជាការកងទ័ពជើងទឹកមួយប៉ុន្តែអត់មានការសម្រេចចិត្តអត់មានការគិតគូរអីទាំងអស់ចាំស្ដាប់តែបញ្ជាពីកាក់លើដូច្នេះលោកក៏មិនសប្បាយចិត្តនឹងការងារនេះហើយការសម្រេចចិត្តបើកការវាយប្រហារលើអ៊ីរ៉ង់នេះបាទក៏មានការប្រទាំងប្រទឹកពីលោក John Palin នេះគឺមិនយល់ស្របទេបាទហើយនឹងមានយុទ្ធសាស្ត្រក្នុងការប្រយុទ្ធមួយចំនួនក៏លោកមិនយល់ស្របដែរដូច្នេះជាបញ្ហានេះហើយដែលធ្វើឲ្យរដ្ឋបាលលោក Donald Trump ហើយក៏ដូចជារដ្ឋមន្ត្រីក្រសួងសង្គ្រាមរបស់សហរដ្ឋអាមេរិកលោក Pete Hegseth បាទមិនសប្បាយចិត្តនឹងលោកហើយបណ្ដេញលោកចេញតែម្ដងបាទហើយនេះគឺជាបញ្ហាអ្វីបានជាបញ្ហាសង្គ្រាមកំពុងតែប្រយុទ្ធអគ្គបញ្ជាការបញ្ជាកងទ័ពជើងទឹកដែលសំខាន់ណាស់ក្នុងការប្រយុទ្ធជាមួយនឹងអ៊ីរ៉ង់នេះបែរត្រូវបានបណ្ដេញចេញក្នុងដំណាក់កាលនេះបាទនេះគឺជាបញ្ហាធំហើយបញ្ហានេះគឺត្រូវបានបកគលទៅលោកគេហៅថាគាត់ឈ្មោះដូចជាឈ្មោះចិនអញ្ចឹងបាទគាត់ត្រូវទទួលជាអគ្គបញ្ជាការកងទ័ពជើងទឹកស្ដីទីបាទខ្ញុំភ្លេចឈ្មោះគាត់លោកបាទគឺលោកហងកៅបាទលោកហងកៅបច្ចុប្បន្នគាត់ជារងរបស់លោកPalin បាទជាអគ្គបញ្ជាការរងកងទ័ពជើងទឹកអញ្ចឹងលោកក៏កំពុងតែកាន់តំណែងស្ដីទីបាទជាអគ្គបញ្ជាការកងទ័ពជើងទឹកស្ដីទី
បាទប៉ុន្តែទូនីតិស្ដីទីយើងដឹងហើយមានគេហៅថាកម្រិតមួយចំនួនក្នុងការធ្វើការសម្រេចចិត្តក្នុងការបញ្ជាអីចឹងបាទដូច្នេះទេនេះគឺជាបញ្ហាមួយដែលកើតចេញពីសង្គ្រាមអ៊ីរ៉ង់នេះមានការចំនួនផ្ទៃក្នុងមានការមិនស្របគ្នានៅក្នុងបញ្ហារដ្ឋបាលលោកដូណាល់ត្រាំក៏ដូចជាមានបញ្ហានៅក្នុងគេហៅថានៅក្នុងបញ្ហាអ្នកនយោបាយរបស់សហរដ្ឋអាមេរិកផងដែរនៅក្នុងនោះខាងជាពិសេសគឺខាងព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកគឺគ្រោងនឹងបោះឆ្នោតដកបទបញ្ជារបស់លោកដូណាល់ត្រាំដោយតែគេធ្លាប់ធ្វើបោះឆ្នោតដកនៅគេហៅថាបញ្ហាដាក់ពន្ធបដិការកន្លងមកជុំវិញពិភពលោករបស់រដ្ឋបាលលោកដូណាល់ត្រាំដូចនោះដែរដូច្នេះព្រឹទ្ធសភាអាមេរិកក៏អាចនឹងធ្វើការបោះឆ្នោតដើម្បីដកនៅបទបញ្ជាបើកការប្រយុទ្ធជាមួយនឹងអ៊ីរ៉ង់ផងដែរហើយនេះគឺជាបញ្ហាផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកជាពិសេសបញ្ហានៅក្នុងរដ្ឋបាលរបស់លោកដូណាល់ត្រាំហើយរហូតមកដល់ពេលនេះគណៈនៅក្នុងរដ្ឋបាលលោកដូណាល់ត្រាំនេះបាទមានការអ្នកសង្ស័យកាន់តែច្រើនហើយគឺសង្ស័យថាលោកដូណាល់ត្រាំមានបញ្ហាខួរក្បាលបាទដែលខាងព្រឹទ្ធបច្ចេករបស់គណៈបកប្រជាធិបតេយ្យមួយចំនួនបានទាមទារឲ្យលោកដូណាល់ត្រាំទៅព្យាបាលហើយនឹងពិនិត្យទៅព្យាបាលបញ្ហាគេហៅ mental health បញ្ហាខួរក្បាលបញ្ហាផ្លូវចិត្តរបស់លោកដូណាល់ត្រាំពីព្រោះគាត់និយាយពេលខ្លះដូចជាអត់ដឹងមុខអត់ដឹងក្រោយបានទៅមុខទៅក្រោយលាក់ហើយតែទោះយ៉ាងណារបស់លោកដូណាល់ត្រាំបានបញ្ជាក់ហើយគាត់អត់មានបញ្ហានេះទេបាទហើយក៏ជាពិសេសគឺកាន់តែបញ្ហាធំនោះគឺលោកបង្កចំនួនឆ្លើយឆ្លងជាមួយនឹងសម្ដេចប៉ាបហ្វ្រង់ស៊័របាទសម្ដេចប៉ាបហ្វ្រង់ស៊័រទី14បាទដែលជាសម្ដេចសង្ឃកាតូលិកពិភពលោកហើយប្រជាពលរដ្ឋសហរដ្ឋអាមេរិកអ្នកនយោបាយសហរដ្ឋអាមេរិកជាច្រើនកាន់តែសង្ស័យថាលោកមានបញ្ហាខួរក្បាលបាទហើយនៅក្នុងប្រជាជននៅអឺរ៉ុបវិញក៏ដូចជាសហគមន៍អឺរ៉ុបមួយចំនួនបាទឥឡូវនេះគឺគេកាន់តែឃ្លាតឆ្ងាយពីសហរដ្ឋអាមេរិកហើយអ្នកខ្លះនោះយល់ថាលោកដូណាល់ត្រាំបច្ចុប្បន្ននេះបាទគឺមានគ្រោះថ្នាក់ជាងលោកវ្លាឌីមៀពូទីនទៅទៀតបាទហើយគាត់និយាយអីដោយគ្មានការគិតអំពីសម្ព័ន្ធមិត្តអំពីការទំនាក់ទំនងកិច្ចសហប្រតិបត្តិការអំពីកិច្ចព្រមព្រៀងលក្ខពីច្បាប់អន្តរជាតិអីទេបាទដែលធ្វើឲ្យមនុស្សភាគច្រើននៅអឺរ៉ុបគឺគិតថាលោកដូណាល់ត្រាំគឺជាមនុស្សដែលមានគ្រោះថ្នាក់ជាងលោកវ្លាឌីមៀពូទីនទៅទៀតបាទ